តែឡើយមកយើងក៏លេខទៅមើល14អ្នក14របស់ក្រុមចាប់ទៀត Manchester City ជាលើកដំបូងសិនតា11អ្នកដំបូងរបស់ Manchester City មានអ្នកចាំទី Donnarumma អ្នកចាំទីដៃតកែរបស់ Manchester City ដែលមិនអាចខ្វះខាតបានទេបងប្អូនយើងហើយមានខ្សែកាពី4នាក់មាន Martin Nunez Rafinha Josko Gvardiol កាឆ្វេងមាន Nico O'Reilly បំរើកណ្ដាលមាន3នាក់មាន Bernardo Silva Nico Gonzalez ជាមួយនឹង Ray Chambers ហើយប្រយុទ្ធខាងលើគឺមាន3ផងដែរមានកីឡាករ Ryan Cherky ជាមួយនឹង Erling Haaland Phil Foden តើឥឡូវទៅមើល11អ្នកដំបូងរបស់ក្រុមភ្ញៀវ West Ham United មានអ្នកចាំទី Areola ខ្សែកាពី4នាក់មាន Kyle Walker មាន Coleman Todibo កាឆ្វេងជាមួយនឹងកីឡាករ Oli Scales បំរើការពារមាន3នាក់មាន Mangasa មានកីឡាករ Vediport មានជាមួយនឹង Matteo Fernandes ហើយកីឡាករប្រយុទ្ធបំរើនេះគឺខាងលើមានមួយកីឡាករ Luka Paqueta ប្រយុទ្ធខាងលើគឺមាន2នាក់កីឡាករ Gerard Bowen ជាមួយនឹងZamazwili បងប្អូនយើងនេះតម្រុយគឺ4-3-1-2របស់ក្រុមភ្ញៀវ West Ham United រានជេគីអត់ចាក់បន្តមកស្ដាំវិញបាត់ខ្លីមួយសិនពី Roy Chambers Bernardo Silva ទម្លាក់មកជើងមកទៅហើយ Josko Gvardiol មកជើងឆ្វេងអូយ Josko Gvardiol Phil Foden ទម្លាក់មកខាងក្រោយ Silva មួយ Phil Foden អត់ទាន់មានចលនាអីខ្លះខ្នៃទៅទម្លាក់មកខាងក្រោមវិញមកឲ្យ Nico Gonzalez ដឹកឡើងលើ Gonzalez ទ្រូមក Phil Foden Erling Haaland Goal Erling Robert 1-0 Manchester City ចំណាយពេលតែ5នាទី1-0បាត់ហើយទល់លើក៏មក1-0បាត់ហើយ Manchester City Elma Singman the good ball on this day next 1-0 Manchester City ពិតជាមិនឲ្យបងប្អូនយើងខកបំណងនោះទេមែនទេ CC អាច 3-0 ណាកនយើងបើថា West Ham United តដៃអត់រួចណា 3-0 យើង Rescuing នឹង 3-0 ណា Ryan Cherky បំផ្លាញមកជើងមករបស់កដាលតែមកក្បាលអូ Josko Gvardiol ខ្ញុំថាហើយកីឡាករខ្សែការពារនេះក្បាលក៏ច្បាស់សុទ្ធក៏អែមការពារក៏រឹងមាំដូចគ្នា3ណាបងប្អូនយើងតែមកក្បាលរំលងរបាល់ទីអ្នកចាំទី Areola ណែប៉ាដៃហ៎ដូចជាប៉ាដៃ Areola បងប្អូនយើងអត់លេបបន្តទៀត Ruben Dias អក Gvardiol O'Reilly ផាយមកកែងមកខ្ចីជើងកាត់មករបស់កដាលឱកាសជ្រិត Bowen អូយជ្រិត Bowen ឆ្មក់ចង់ដាក់រន្ទះជើងឥតស្រមោលហើយជ្រិត Bowen Silva អាយ៉ាសុទ្ធស្ដាម Ray Chambers លោកបាយពីចាំទី Areola ឃ្លៀចោលមកជើង Luka Paqueta ចូលមកសងតង់បាល់នេះមិញអត់ offside ទេណាបងប្អូនយើងមើលអត់ offside ទេអូយ Ray Chambers សុទ្ធល្អដែរបងប្អូនយើងប៉ុន្តែបាល់នេះដូចជាជ្រៀកមុំទៅហើយពិបាកនៅក្នុងការសុទ្ធឲ្យចូលណា Silva ឆ្កឹះមកកដាលតែមកក្បាល O'Reilly ក្លោបមកខាងក្រោយកលជាប់2នាក់ទៅបាត់ខាត់2នាក់ Luka Paqueta ជាប់ហើយ Ryan Cherky Haaland កាត់មក Ray Chambers Golazo Manchester City ចំណាយពេល38នាទីក៏បាន2គ្រាប់ធ្វើឲ្យលោកគ្រូពេបកូឌីអាឡាអូយសប្បាយចុយម្ដាយអើយវាយមកគ្រាប់កន្លះលើយរបស់អ្នកណា Man City ហើយណាស៊ីតង់1-2-0នេះ Super Zero Ryan Cherky ចាក់មកនេះ Haaland បញ្ជូនមកភ្លឹបអូយ Ray Chambers Elma Singman 2-0 នៅមានជាបន្តទៀតបងប្អូនយើងយកกระดาษយកសភៅមកដើម្បីកត់គ្រាប់បាល់ជាបន្តណាកុំភ្លេចណែ
Regenders Summer Valley ថែមស្នាមឱកាសសុទ្ធស្នាមអូយ Fernandes អ្នកចាំទី Ariola អាចលុកការសិតពីកីឡាករ Summer Valley ណែបាល់មិញ Summer Valley អូកលេងផុតមកល្អណាស់បងហើយក៏កាត់ចូលមកល្អណាស់អូយដណារ៉ូម៉ាលុកបាន2ដងរ៉ូម៉ាអូដណារ៉ូម៉ា Amazing man the best keeper in Manchester City ណែដណារ៉ូម៉ាលុកបាន2ដងបងយើងភ្លឹបជួយម៉ែល្អមែនណាអើយដណារ៉ូម៉ាដែនជើគីកាត់ចូលតាត់អូយបាល់ទលីល្វឹងអីតាច់បាល់ដូចស្ដោះទឹកមាត់កនយើងអើយ Robin Dias offside ទៀតនោះ Dias offside តាច់បាល់ដូចកូនក្មេងអញ្ចឹងតែឡើយទៅវិញតរបស់ Vincent កុំឲ្យថាអត់បានបុកសោះហើយ Summer Valley កាត់បានអាយ៉ាបោវិញអូយជារត់បោវិញអ្នកចាំទីក៏ឡើងរៀងអកសើជាមួយនឹងខ្សែការ2មែនទីនេះមិញព្យាយាមគៀបាល់ណាមានណាបងយើងប៊ីកុំទៅអស់មុំនេះកុំឲ្យឡាប់ហើយបាល់នេះកុំទៅអស់មុំនេះកុំឲ្យចប់សាប់គ្រូហើយបងប្អូនយើងអូលេកាត់មកកដាលទុកដាក់ទ្រង់មួយសិន Phil Foden តាមយកកំម៉ាន់តាក់ជើងជ្រុលដួលបាត់ហើយញ៉ាកដាលឲ្យជំនាញលេខតទៅរបស់កីឡាករ Summer Valley បាត់មកស្ដាំជិរត់មកវិញបោវិញអូយជិរត់មកវិញអូយប៊ីអើយជិរត់មកវិញដាច់2នាក់នៅខាងលើអ្នកចាច់បាល់ឲ្យនេះក៏ស្អាតដូចផ្កាទៅទៀតអត់បោះឲ្យ Summer Valley ទេណែបោះបត់ឲ្យជ្រត់មកវិញអូយបោះកាត់ចង្វាក់ស្អាតណាស់ប៉ុន្តែបាល់នេះដូចជាអស់មុំក្នុងការសុទ្ធដល់ហើយពិបាកនៅក្នុងការសុទ្ធតិចឲ្យបងយើងអីជើងស្ដាំផងមិនមែនជាជំនាញជ្រត់មកវិញទេបើជើងឆ្វេងជំនាញស៊ីនគេណាសុំ2គ្រាប់ទៀតមកមែនទី Phil Fodenអូយ Phil Foden ចាយអើយ Phil Foden អើយអត់ចូលទេបងប្អូនយើង Phil Foden បញ្ជូនបន្តទៅ Ranchiki ទម្លាក់មកដល់កដាលវិញ Manchester City ក៏ចូលមកតាច់មកក្បាលអូ really អើយខ្ញុំឃើញតំណងអត់មានស្មារតីចូលហើយបងប្អូនណាអូយលីឡើងកពស់កប៉ុណ្ណាណីតែអត់ឈ្នះគេអើយមើលកីឡាករ Summer Valley ក៏ទឿអាចងិចមួយសោះតាមគ្រាកជាប់អត់ឲ្យសុទ្ធអត់ឲ្យតែតបានបងប្អូនមើលបាល់ជួយម៉ាយអើយប៉ុណ្ណាណីធំតែមានជាត្មងមែនណាមិនបើសិនចុះស្គរខ្វាឌីអូលមិញគឺចប់សាប់គ្រប់ហើយអាយ៉ាដាច់មាត់ទៅបានទេមួយស្មើកាប់មួយសិន Manchester City កាត់មក Haaland 3-0 Manchester City ចំណាយពេលតង់ទី2នាទី68 3-0 more and more 3 go out cannot reply 3 go out cannot reply បោះប្រឡោះជើងទៀតអូយយយចយអើយ3-0បាត់ហើយដូចខ្ញុំព្រៀងទុកមែនអូយតែលេងល្អដូចតង់មួយបែបនេះ4ទៅ5គ្រាប់យ៉ាងតិច4ទៅ5គ្រាប់បងប្អូនមែនទេស៊ីកាចាស់ដាច់ហើយយល់មើលណែការអូសប្រឡោះជើងទៅពី Rico Lewin ការបញ្ជូននេះដូចរៀងជ្រុលជើងផងក៏បានស៊ីប្រឡោះជើងល្អទៀតដល់ជើង Erling Haaland ខ្សែកីឡាករខ្សែការពារ Todibo ជាមួយនឹង Walker Porter កលាច់ជើងគ្នាមកដល់ជើង Haaland ល្មមផ្ដាច់មកជើងចូលទី 3-0 ទៅទៀតហើយ Man City Haaland អូយ Haaland អូយអាសនលនេះខ្ញុំវាយមកគ្រាប់ដាច់បងប្អូនយើងអត់លេងកន្លះគ្រាប់ទេវាយមកគ្រាប់ហ្មងអាសនល Summer Valley
ដូណារ៉ូម៉ាជួយបានអូល្អណាស់ដូណារ៉ូម៉ាញាក់មួយសិនជារត់បោមិនតម្លាក់មកខាងក្រោយប៊ីទៅហើយមិញហ៎បងប្អូនដូណារ៉ូម៉ាល្អណាស់បងប្អូនយីមែនណាល្អពេកហើយដូណារ៉ូម៉ាជួយសង្គ្រោះបាល់បានច្រើនណាស់ឲ្យ Manchester City ណាបងប្អូនយើងណែសល់ទ្រូងដែករារាំងក្របបាល់របស់ Summerville អូចំកដាលមុខមិនមែនទ្រូងណាបងប្អូនយើងចំកដាលមុខអ្នកចាំទីដូណារ៉ូម៉ាបែង7ពេកបាត់ហើយស្រួលមកទៅទៀត Manchester City អូយសាវីញ៉ូឱកាសនេះវាយមកក្រុម25តង់2មិនត្រូវស្រែកហូរហ្នឹងជួយម៉ាយអើយសុទ្ធអត់ចូលស្រួលអស់លេងហើយបងប្អូនយើងសល់ចុងជើងបន្តិចមិញអ្នកចាំទីបិទប្រឡោះជើងតន់ទៀតមិនឲ្យស៊ីស៊ីនបានទេតើហាឡែនតែដែរមិនបាត់ការឈឺចាប់លើមកជើងចូលមកតែជូស្កូខ្វាឌីអូលអូយខ្វាឌីអូលតែអត់ជោគជ័យមែនណាណែរត់ពីចម្ងាយមកដាក់បាំងខ្វាឌីអូលបងប្អូនជ្រៀកមុំបន្តិចទៅទៀតចង់មកហើយស្រូម៉ាអេលីងហាឡែនអូយអេលីងហាឡែនប៊ីហាទ្រីកឲ្យវិញអូយជ្រៀកមុំបន្តិចហាឡែនណាអ្នកបញ្ជូនឲ្យនេះក៏ល្អទៀតបងប្អូនយើងម៉ុងកាសាហាឡែនសុទ្ធបត់អេលីងហាឡែនជួយម៉ាយមកសុទ្ធទៅអូយតែជាកេះផឹងប៉ុន្តែអ្នកចាំទីបិទអស់មុំអាលីងហ្មងមិញបើសិនជាត្រូវមុំចូលមិនក៏ទៅជើងអ្នកចាំទីដែរតោះលោកគ្រូអញ្ញាកដាបើផ្លុំកញ្ចាយបញ្ចប់ការប្រកួតជាស្ថាពរអបអរសាទរក្រុម Manchester City យកជ័យជំនះទៅលើក្រុមភ្ញៀវ West Ham United ដោយលទ្ធផល3-0